បាទជំរាបសួរបងប្អូនហើយខ្ញុំមកបង្ហាញបងប្អូនតើតើនឹងការយើងសង្កេតមើលមន់យើងមើលមន់របៀបម៉េចដែលរបៀបណាដែលយើងដឹងថាមន់របស់យើងនេះគឺវាចាប់ផ្ដើមរកឈ្មោលវាមន់ដែលវាចិត្តពងហើយមន់ដែលវានៅកំមុំតរកឈ្មោលអញ្ចឹងហើយយើងមកដឹងថាមន់អាយុចាប់ពីប្រហែលខែដែលវារកឈ្មោលហើយមន់ដែលវារកឈ្មោលហ្នឹងវាមានលក្ខណៈបែបណាយើងខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូមួយនេះហើយកុំឲ្យខាត់ពេលយូរខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូនេះតែម្ដងបាទហើយទៅមើលតាមបានអស់នេះបងប្អូនពេលនេះគឺមេកំមុំហើយវាទើបតែចាប់ផ្ដើមរកឈ្មោលយើងមើលពីខាងបែបខាងរបស់វាមេគឺរូបរាងរបស់វាយើងមើលទៅលើមុខមាត់នេះគឺវាចាប់ដើមក្រហមហើយសម្លេងរបស់វាគឺវាចាប់ដើមស្រែកអត់រកឈ្មោលខ្ញុំបញ្ជាក់ថាវាចាប់ដើមរកឈ្មោលហើយយើងមើលទៅលើរោមរបស់វាគឺវាចាប់ដើមភ្លឺខ្លាំងរោមរបស់វានោះគឺរៀងរៀបវាមានន័យថាវាខុសពីវានៅកំមុំមេកំមុំគឺវារៀងផ្អើលជាងមេដែលរកឈ្មោលផងដែរហើយចំណុចដែលសំខាន់ស្រួលមើលនោះគឺយើងមើលទៅលើទីមួយយើងមើលសបុកគូរបស់វាគឺធ្លាក់រោមវិញហ្នឹងបងប្អូនចាប់ដើមធ្លាក់ហើយមើលទៅលើគូរបស់វាគឺពេលណាដែលវារកឈ្មោលកន្លែងនេះគឺវាចាប់ដើមរីកធំតាំងតាគៀករបស់វានេះពេលយើងដាក់មេដៃយើងទៅគឺបើវាអត់តរកឈ្មោលទេគឺយើងដាក់មេដៃយើងទៅគឺអត់ចូលទេតែវាចាប់ដើមរកឈ្មោលយើងដាក់មេដៃទៅគឺប៉ុនមេដៃហ្នឹងគឺវាចាប់ដើមរកឈ្មោលហើយពេលដែលវាចិត្តពងវារកឈ្មោលចិត្តពងហ្នឹងសម្រាប់មន់ដែលវាទើបរកឈ្មោលគឺយើងដាក់មេដៃយើងចូលហើយសម្រាប់ដែលមេដែលវាចិត្តពងគឺយើងដាក់ម្រាមពីរទៅគឺចូលកន្លែងនេះបងប្អូនកន្លែងក្រមគូពីនេះវាមានតឹងតាគៀកនេះតែមេដែលវានៅកំមុំគឺកន្លែងហ្នឹងគឺវាគៀកមួយគ្នាយើងដាក់ដៃចេះអត់ចូលទេដាក់តកូនដៃអត់ចូលផងតែសម្រាប់មេដែលវារកឈ្មោះគឺយើងដាក់ទៅគឺចូលគឺមើលកន្លែងពិបាកថតខ្លួនឯងហ្នឹងបងប្អូននេះក្រមគូពីនេះពេលយើងដាក់ម្រាមកាលណាយើងដាក់ម្រាមពីរទៅចូលគឺមន់ហ្នឹងគឺចិត្តពងហើយវារកឈ្មោះចិត្តពងហើយបើសិនតែយើងដាក់មេដៃទៅចូលមានន័យថាយើងដាក់ម្រាមពីរអត់ទាន់ចូលទេយើងដាក់មេដៃទៅចូលហ្នឹងគឺវាចាប់ផ្ដើមរកឈ្មោះមានន័យថាវាទើបចាប់ផ្ដើមរកឈ្មោះហើយមេនេះដែរគឺវាទើបចាប់ផ្ដើមរកឈ្មោះដាក់ម្រាមពីរទៅវាអត់ទាន់ចូលវាចិត្តចូលដាក់មេដៃទៅចូលហ្នឹងសម្រាប់មេហ្នឹងហើយជាមួយនឹងចាប់មេមួយទៀតដែលវារៀបនឹងពងហ្នឹងបងប្អូនវាចាប់ដើមធ្លាក់ពងមានន័យថាវាចាប់បានធ្លាក់ពងមួយហើយនឹងវាទើបតែនឹងរកចិត្តពងអាហ្នឹងគឺកន្លែងនេះវាគឺយើងដាក់ដៃនេះគឺចូលតែម្ដងបងប្អូនទីតែស្រួលមើលនេះបងប្អូនយើងដាក់ដៃទៅកន្លែងក្រោមនេះវាយើងដាក់ដៃទៅចូលបងប្អូនដឹងហើយយើងចាប់មន់មកយើងដាក់កន្លែងក្រោមគូបរបស់ក្រោមគូបពីនេះគឺវាមានឆ្អឹងតាគៀកវាអញ្ចឹងកាលណាវារកឈ្មោលវាចិត្តពងកន្លែងហ្នឹងវាហែកចេញធំកាលណាវានៅកំមុំគឺកន្លែងហ្នឹងវារួមតូចអញ្ចឹងសម្រាប់មន់ដែលយើងថាអូមន់យើងប្រហែលយូរខែហើយវាអត់តរកឈ្មោលយើងឆ្ងល់ហ្នឹងចាប់វាមើលទៅថាវានឹងរកឈ្មោលហើយឬនៅហើយមន់ខ្លះអាយុកាលនៃការរកឈ្មោលពងរបស់វាគឺចាប់ពី5ខែឡើងទៅ5ខែកន្លះទៅមេខ្លះធ្ងន់ដល់6ខែដែរហើយមេខ្លះវាស្រាលឆាប់ពងទេឆាប់រកឈ្មោលគឺត្រឹមតែ5ខែវារកឈ្មោលពងហើយមេនេះគឺមេដែលវាចាប់រកឈ្មោលមេកំមុំនេះហើយវាស្រែកអត់រកឈ្មោលហ្នឹងបងប្អូនហើយសាំងមេមន់ឲ្យរកឈ្មោលគឺសាំងហើយមុខវាឡើងក្រហមរកឈ្មោលហើយយើងចាប់មេមួយទៀតដែលវារកឈ្មោលស្ទុបហើយវាចាប់ដើមចិត្តរកពងបងប្អូនចិត្តពងហើយចាប់មេបង្ហាញបងប្អូនម្ដងទៀតបាទហើយសម្រាប់មេនេះគឺមេដែលវាចាប់ដើមចិត្តធាក់ពងនេះឲ្យមន់នេះខ្ទង់
ពី3ថ្ងៃទៀតធ្លាក់ពងហើយតែប្រហែលទៅមើលការមុខមាត់វាគឺវាក្រហមរោមមកវាភ្លឺរលោងចឹងហើយវាអត់ឈ្មោះហើយសបុកគូតវានេះមេនេះការនៅកំបងគឺផ្អើលទៅដល់ពេលវាចាប់ដើមរកឈ្មោះវាចាប់អត់សាំងសបុកគូតនេះចាប់ដើមធ្លាក់ហើយមើលគូតវានេះចាប់ដើមឡើងនេះក្រុមអង្គវិញបងប្អូននេះកន្លែងឆ្អឹងអង្គភាពរបស់វានេះគឺក្រុមដូចគូនេះនៅកន្លែងវាដៃចុចនេះពេលយើងដាក់ពេលដែលវាចិត្តធ្លាក់ពងយើងដាក់នេះយើងដាក់មួយដៃយើងពីរដាក់ក្រុមទៅគឺវាចូលឆ្អឹងវានៅឆ្អឹងវាគឺយើងដាក់ទៅគឺចូលហ្មងតាឡើងចឹងអង្គភាពរបស់វាគឺប្រឡោះយើងដាក់មួយ2ចូលអីសឹងដាក់មួយ3ពេលខ្លះវាទៅចិត្តពងពេលវាពងដល់មេចាស់អីតែដល់ធ្លាក់ពងអីយើងដាក់ម្រាម2ម្រាម3យើងកាត់ចូលតែមេកំងវិញយើងដាក់តកូនដៃអត់ចូលបងឆ្អឹងវាគៀបអាកន្លែងនេះកន្លែងនេះឆ្អឹងវាឆ្អឹងនេះឆ្អឹងវានេះតោះប្រវត្តិបង្ហាញបងនេះឆ្អឹងវានេះឆ្អឹងនេះពេលដែលវានៅកំងគឺអាឆ្អឹងរួមទៅចូលទេដល់ពេលដែលវារកឈ្មោះវាដាក់រិចដងតិចដល់ពេលវាពងវាដាក់រិចនេះឆ្អឹងវារិចដល់ប៉ុណ្្នេះបាត់ហើយដល់នេះទេឆ្អឹងរិចប៉ុណ្ណឹងដល់ពេលកាលនៅកំងអាឆ្អឹងហ្នឹងនេះរួមទៅប៉ុណ្្នេះទេអញ្ចឹងយើងដាក់ដៃនេះដាក់ម្រាម2នេះចូលផ្លឹបនេះស្ដាប់មេដែលវាចិត្តពាក់ពងហើយមេនេះមុនគឺ2គីឡូជាងហើយមេនេះអាយុវា6ខែបងប្អូននេះ6ខែ5ខែជាងទៅ6ខែវាមិនទាន់ដល់6ខែស្រួលនេះថា6ខែទៅខ្ញុំបង្ហាញមេមួយកំមុំមួយទៀតដែលវាអត់ទាន់រកឈ្មោះអាយុវាណាក់ណាគ្នាគាត់ថាមេខ្លះវាឆាប់រកឈ្មោះខ្លះអត់បង្ហាញទៅបងប្អូនមេមួយទៀតដែលវាអត់ទាន់រកឈ្មោះអញ្ចឹងហើយយើងមើលអង្គកន្លែងអង្គភាពរបស់វាខុសគ្នាបាទសូមបងប្អូននេះសម្រាប់មេកំមុំមួយទៀតដែលជាស្អីផងបងប្អូនអត់ទៅច្បាស់បាទសម្រាប់មេមួយទៀតដែរគឺមេកំមុំដែលវាអត់ទាន់រកឈ្មោះទេការដាក់របស់វារៀងផ្អើលជាងនេះហើយមើលមុខមាត់របស់វាគឺវាអត់អញ្ចឹងកន្លែងគូវាក្តោបអត់ទាន់នេះរកឈ្មោះយ៉ាងនេះក្តោបឡើយរោមវាក៏អត់ដូចមេមិញតែវាភ្លឺថ្លាដែរវាស្អាតដូចគ្នាមិនថាវាអត់វាថាមើលទៅយើងដឹងថាវាអត់មេដែលវាអត់ដូចមេកំពីដាក់ចិត្តគ្នាវាខ្លាចហ្មងហើយយើងកាន់អញ្ចឹងអត់មើលអត់សូវដឹងទេតែចាប់មេដែលវារកឈ្មោះនិងមេកំមុំរកឈ្មោះដាក់ចិត្តគ្នាមកគឺវាខុសគ្នាហ្មងដល់ហើយអាការៈរបស់វាក៏រៀងផ្អើលជាងនេះដែរហើយយើងមើលទៅលើដល់វាលើអង្គភាពរបស់វានេះឆ្អឹងរបស់វាគឺយើងដាក់មេដែរអត់ចូលទេបងប្អូនដាក់ទៅឆ្អឹងក្រុមនេះវាហ្នឹងយើងដាក់ទៅគឺវាឆ្អឹងវានៅទូចដល់នេះអត់ដូចមេមិញហែកចេញណាខាងក្រោមនេះយើងដាក់ដៃយើងដាក់តកូនដៃអត់ចង់ចូលទេមេខ្លះប៉ុន្មាននេះវាចាប់ដើមទុំប្រហែលជា10ថ្ងៃទៀតអាចនឹងចាប់ដើមរកឈ្មោះដែរគេដាក់ទៅវាមិនទាន់បើមេខ្លះគឺដៀបជាប់គ្នាមកអាឆ្អឹងហ្នឹងនេះអានេះយើងដាក់កូនដៃទៅចិត្តចូលមានតែវា4-10ថ្ងៃទៅ7-8ថ្ងៃទៀតអីវាអាចនឹងចាប់ដើមចង់រកឈ្មោះដែរនេះមេកំមុំហើយសម្រាប់កុំឲ្យបងប្អូនគាត់ដឹងហើយជាស្រ័យបងប្អូនអីតែលោកថាគាត់ដល់អញ្ចឹងសោះក៏មានអីពិបាកមានអីចឹងណាតែសម្រាប់បងប្អូនដែលគាត់ដឹងគឺវាចឹងឯងតែសម្រាប់បងប្អូនដែលគាត់អត់ទាន់ដឹងគឺគាត់នៅឆ្ងល់ចឹងថាមន់រកឈ្មោះគាត់ទិញពីគេមកគាត់ទិញមកគេថាអាយុប៉ុណ្នេះខែ5ខែជាង4ខែចឹងហើយយកមកដល់ខ្លួនគាត់ទុកមួយខែ2ខែអត់ទាន់រកឈ្មោះចឹងគាត់កុំឲ្យថាពិបាកខ្ញុំឆ្ងល់យើងចាក់មើលទៅយើងមើលវាទៅថាវារកឈ្មោះអត់ហើយពួកអីយើងទិញកន្លែងខ្លះគាត់ស្មោះត្រង់ទៅគឺគាត់ប្រាប់យើងតាមត្រង់ទៅតែកន្លែងខ្លះគាត់យើងហ៊ានថាបងប្អូនកន្លែងខ្លះចឹង
យើងទិញមកគាត់ថាអាយុ4 ខែតែដល់ពេលយើងចាក់ឡើងយកមកទុក2 ខែអីមិនទាន់រកឈ្មោះផងអញ្ចឹងណាហើយនេះសម្រាប់មេកំមុំអញ្ចឹងកន្លែងដុំមេដែលវារកពងគឺកន្លែងសម្បកគូហ្នឹងចិត្តអត់ធ្លាក់រោមវាមើលទៅណាចាំធ្លាក់អីកន្លែងគូវានេះគឺដូចខ្ញុំថាអញ្ចឹងយើងដាក់ដៃមករៀម2យើងទៅគឺចូលហើយតែនឹងឲ្យសម្រាប់នឹងសម្រាប់យើងចំធម្មជាតិហើយបើសម្រាប់យើងចំប្រកាស spam យើងស្រួលរត់ទៅស្រួលមើលទៀតបងប្អូនយើងប្រកាស spam ទីយើងគ្រាន់តែដាក់ដៃប៉ះវាទៅយើងដឹងហើយតែមន់ដែលយើងប្រកាស spam គឺរត់ទៅមើលស្រួលមើលទៀតហើយខ្ញុំនឹងបង្ហាញមន់ប្រកាស spam ពេលក្រោយទៀតតែបងប្អូនគាត់ចង់ប្រកាស spam ចង់ហើយតែលោកបងប្អូនខ្លះគាត់ចេះហើយគាត់ដឹងហើយបងប្អូនកុំតែកាន់តែជាស្រ័យផងព្រោះយើងបង្ហាញនេះសម្រាប់បងប្អូនគាត់ចេះហ្នឹងគាត់ដឹងគឺខ្លាចយើងទិញមន់មកអញ្ចឹងយើងដាក់ប្រកាសដាក់អីអញ្ចឹងមន់វានៅខ្ចីយើងដាក់ប្រកាសមួយគ្នាមេខ្លះវារយឈ្មោះមេខ្លះកមុំទេដល់ពេលយើងដាក់ប្រកាសទៅវាពងបើយើងដឹងយើងដាក់ប្រកាសមេណារយឈ្មោះដាក់ខ្ញុំយើងដាក់ប្រកាសហើយដល់ពេលវាពងវាស្រស់គ្នាដែរហើយសម្រាប់ដូចខ្ញុំវិញខ្ញុំប្រកាសសម្បត្តិនិមិត្តអញ្ចឹងខ្ញុំមិនសូវប្រហែលហើយវីដេអូនេះក៏មិនមានអីច្រើនបងប្អូនគ្រាន់តែបង្ហាញបងប្អូនតាក់ទងយើងមើលមេថាវារយឈ្មោះវាមិនមេកំមុំអីវាមិនអញ្ចឹងណាហើយបើបងប្អូននៅឆ្ងល់កន្លែងណាមួយបងប្អូនអាចសួរថែមបានលេខ Telegram ខ្ញុំបងប្អូនអាចថែមមើលនៅក្នុងdescription ហើយនឹងអាចមើលក្នុង comment ខ្ញុំតម្លាក់ក្នុង comment នេះទៀតឬក៏ comment សួរក៏បានដែរកន្លែងណាខ្ញុំមើលឃើញខ្ញុំអាចបកស្រាយជូនខ្ញុំបកស្រាយជូនបងប្អូនបាទហើយសម្រាប់វីដេអូនេះដែរជាស្រ័យផងសម្រាប់បងប្អូនគាត់ចេះហើយអញ្ចឹងណាពួកអីខ្ញុំធ្វើបង្ហាញសម្រាប់បងប្អូនក៏អត់ទាន់ចេះអញ្ចឹងណាហើយលោកគាត់ថាគ្រាន់តែវីដេអូបែបហ្នឹងក៏យើងបង្ហាញដែរអញ្ចឹងណាពួកអីបងប្អូនគាត់ថ្មីគាត់ពិតជាអត់ដឹងពិតមែនពួកអីគាត់មិនចេះអស់ទេបងប្អូនគាត់ក៏មានតែតែមានសួរខ្ញុំដែរតាក់ទងនឹងមន់ដែលវារយឈ្មោះវាចិត្តពងអីហ្នឹងមន់ដែលវាចាប់ដើមរយឈ្មោះនឹងអាយុកាលប្រហែលដែលវាត្រូវការរយឈ្មោះពងអញ្ចឹងណាបាទបងប្អូនសម្រាប់ការបង្ហាញនេះដែរវាជាគ្រាន់តែជារឿងតូចមួយទេប៉ុន្តែក៏ចាំបាច់ឲ្យយើងគួរដឹងពីវាដែរដោយសារចំណុចតូចៗនេះគឺយើងគួរតែដឹងដែរសម្រាប់អ្នកចិញ្ចឹមមាន់យើងដឹងចាប់ពីចំណុចតូចទៅឈានដល់ចំណុចធំដូចជាការយើងចិញ្ចឹមពីតូចទៅធំអញ្ចឹងដែរកាលណាដែលយើងចំណុចតូចដែលយើងអត់តន់យើងប្រហែសយើងអត់យកចិត្តទុកដាក់ជាមួយនឹងវាអាចចំណុចធំយើងដូចយើងរៀនផ្លោះថ្នាក់អញ្ចឹងយើងអត់រៀនពីបឋមទៅទេយើងចាប់ផ្ដើមមករៀនចូលវិទ្យាល័យទៅតែម្ដងគឺវាពិបាកណាស់បងប្អូនអញ្ចឹងហើយយើងត្រូវរៀនតាំងពីថ្នាក់បឋមអនុវិទ្យាល័យដល់វិទ្យាល័យហើយយើងឈានទៅដល់សាកលវិទ្យាល័យយ៉ាងណាមិញការចិញ្ចឹមមាន់នេះក៏វាដូចគ្នាអញ្ចឹងដែរក្នុងចំណុចតូចណាមួយក៏យើងត្រូវតែមិនគួរមើលរំលងវាដែរយើងត្រូវតែចេះទាំងការជ្រើសរើសពូជការសង្កេតមើលទៅលើជំងឺរបស់មាន់យល់ដឹងពីជំងឺរបស់មាន់យល់ដឹងពីថ្នាំយល់ដឹងពីការធ្វើវ៉ាក់សាំងក្រុមហ៊ុនដែលយើងគួរធ្វើនឹងបច្ចុប្បន្នគេពេញនិយមវ៉ាក់សាំងអ្វីហើយតាក់ទងនឹងអ្វីផ្សេងទៀតមិនថាទៅលើកត្តាត្រង់កត្តាអនាម័យអ្វីយើងតាក់ទងការចិញ្ចឹមនេះគឺយើងត្រូវតែរៀនហើយមិនមែនថារូបខ្ញុំតាំងខ្លួនថាខ្លួនឯងចេះក្នុងចំណុចណាទាំងអស់នេះទេក៏មានកន្លែងដែលខ្វះខាតនៅកន្លែងដែលត្រូវរៀនបន្តទៀតដែរពីលោកគ្រូទៅគ្រូផ្សេងក៏ពីបងប្អូនដែលគាត់និយាយរៀនច្បងផងដែរហើយក៏អ្វីដែលខ្ញុំចេះហើយក៏នឹងចែកជូនទៅដល់ពុកម៉ែបងប្អូនដែលគាត់មិនទាន់ចេះសម្រាប់គាត់ដៃថ្មីដែលគាត់ទៅចាប់ផ្ដើមជាងគាត់ចង់ដឹងគាត់ចង់ចេះគាត់ចង់ចាប់ផ្ដើមអាជីពមួយនេះហើយយើងនឹងបង្ហាញអ្វីដែលយើងចេះទៅដល់ចែកជូនបងប្អូនការចិញ្ចឹមសត្វមាន់នេះខ្ញុំធ្វើនេះគាត់ការស្រឡាញ់ចូលចិត្តយើងក៏ចែករំលែកទៅសម្រាប់អ្នកស្រឡាញ់ដូចគ្នាយើងសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំមិនដែលគិតតែចង់អ្វីដែលយើងចេះកប់ទុកចោលទេបងប្អូនពុកម៉ែបងប្អូនដែលគាត់មិនទាន់ចេះគាត់សួរឲ្យយើងឆ្លើយតបទៅគាត់ភ្លាម
ហើយអ្វីដែលគាត់មិនបានសួរក៏កន្លែងណាដែលយើងត្រូវបង្ហាញយើងត្រូវតែបង្ហាញដែរហើយតាក់ទងបងប្អូនដែលគាត់នៅខេត្តរតនគិរីបើមានបងប្អូនណានៅដូចនៅខាងស្រុកគុនមុំបើសិនជាមានបងប្អូនចង់រៀនតាក់ទងការចិញ្ចឹមអីបងប្អូនអាចឆាតសួរខ្ញុំបានហ្នឹងសួរពីការចិញ្ចឹមពីការតាក់ទងការចិញ្ចឹមមាន់វារួមទៅបងប្អូនអាចតាក់ទងសួរបានហើយចង់មកលេងនៅកសិដ្ឋានខ្ញុំក៏បានដែរចង់មកមើលចង់មករៀនអីក៏បានគឺចិត្តហ្នឹងបងប្អូនអាចមកមើលបានស្រួលហើយបងប្អូនឆ្ងាយបងប្អូនអាចឆាតសួរនាំអីបានបងប្អូនហើយសម្រាប់បងប្អូនគាត់ឆាតសួរចង់ចេះចង់ដឹងបងប្អូនអាចសួរបានតែបើឆាតមកគោថាអីទេអាហ្នឹងអធិស្ឋានបងប្អូនផងគេអត់បានឆ្លើយតបទេអញ្ចឹងណាបងប្អូនព្រោះអីយើងអត់តាំងខ្លួនតែយើងអ្នកចេះទេគាត់ថាអ្វីដែលយើងចេះគឺយើងចែករំលែកទៅអញ្ចឹងបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមថាបែបលក្ខណៈធម្មជាតិបែបយើងចិញ្ចឹមបង្កាត់បែបដាក់បន្ទុកឬក៏បង្កាត់បែបសិប្បនិមិត្តបងប្អូនអាចតាក់ទងសួរបានក្នុងចំណុចណាមួយដែលបងប្អូនមិនទាន់យល់ច្បាស់អញ្ចឹងណាហើយខ្ញុំក៏មិនថាទីច្បាស់ដែរគាត់ថាយើងអ្វីដែលយើងធ្វើបានហើយនេះគឺយើងធ្វើទៅវាកំពុងតែដំណើរការទៅធម្មតាវាមានការអារម្មណ៍តិចតួចដែរតែយើងអាចដោះស្រាយបានអញ្ចឹងណាចឹងហើយបងប្អូនដែលគាត់ចិញ្ចឹមទៅមានបញ្ហាអីឬក៏គាត់បំរុងនឹងចាប់ផ្ដើមហើយគាត់ចង់សួរតាក់ទងអីបញ្ហាតិចតួចហ្នឹងបងប្អូនអាចសួរបានអញ្ចឹងបងប្អូនបាទហើយតាក់ទងនឹងកសិដ្ឋានរបស់ខ្ញុំក៏មិនជាកសិដ្ឋានអីធំដុំអីដែរបងប្អូនគ្រាន់យើងចិញ្ចឹមបែបកសិដ្ឋានបែបខ្នាតតូចបែបលក្ខណៈគ្រួសារដែរទេអញ្ចឹងណាបងប្អូនព្រោះខ្ញុំក៏មិនមែនតែចិញ្ចឹមតែមាន់ដែរខ្ញុំក៏ដាក់មាន់ចិញ្ចឹមជ្រូកខ្ញុំអីដែរអញ្ចឹងណាអញ្ចឹងខ្ញុំមិនអាចថាកសិដ្ឋាននឹងធំដុំអីទេគាត់ថាខ្ញុំចិញ្ចឹមលក្ខណៈតូចដែរទេអញ្ចឹងណាបងប្អូនគាត់ថាយើងអាចចែករំលែកទៅដល់បងប្អូនដែលគាត់ថ្មីទើបចាប់ផ្ដើមបានដែរអញ្ចឹងណាហើយបច្ចុប្បន្ននេះមេមាន់របស់ខ្ញុំចំនួន60ក្បាលខ្ញុំអត់សូវដាក់មាន់សាច់ច្រើនទេដោយសារខ្ញុំលក់ពីកូនពីអីហ្នឹងទៅហើយកសិដ្ឋាននោះមិនមែនជាកសិដ្ឋានបែបខ្នាតធំអីទេហើយក៏មិនហ៊ានណែនាំទៅដល់បងប្អូនដែលគាត់ធំដែរយើងគាត់ថាយើងចែករំលែកសម្រាប់បងប្អូនដែលគាត់ទើបចាប់ផ្ដើមបានព្រោះអីចំណេះដឹងយើងក៏វាមានកម្រិតដែរបងប្អូនអញ្ចឹងណាយើងមិនអាចថាយើងនឹងវាចេះគ្រប់10ទេបងប្អូនគាត់ថាអ្វីដែលយើងអាចធ្វើបានចំណុចណាដែលយើងចេះចំណុចណាដែលយើងដឹងគឺយើងបងប្អូនសួរមកយើងអាចឆ្លើយតបទៅបងប្អូនបាន